សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាស្នើឲ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងនាយករដ្ឋមន្ត្រីសហរដ្ឋអាមេរិកធ្វើការពិនិត្យតាមប្រព័ន្ធផ្កាយរណបដើម្បីកំណត់ថាតើភាគីណាជាអ្នកបង្កបញ្ហាមុនពាក់ព័ន្ធនឹងបញ្ហាចំនួនព្រំដែនកម្ពុជាថៃយោងតាមការបង្ហោះនៅក្នុងគណនី Facebook ផ្ទាល់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាសម្ដេចមានគោលបំណងចង់ឲ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏ដូចជានាយករដ្ឋមន្ត្រីសហរដ្ឋអាមេរិកគឺលោក Donald Trump ធ្វើការពិនិត្យតាមប្រព័ន្ធផ្កាយរណបដើម្បីវែកញែករកភស្តុតាងបញ្ជាក់ថាភាគីមួយណាជាអ្នកបង្កហេតុក្នុងការធ្វើឲ្យផ្ទុះសង្គ្រាមផ្សារជាថ្មីនេះសម្ដេចធិបតីបានសរសេរនៅក្នុងគណនី Facebook ផ្ទាល់ខ្លួនរបស់សម្ដេចថាសម្ដេចបានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃប្រហ័សទី11ខែធ្នូឆ្នាំ2025និងបានសន្ទនាជាមួយលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃទី12ខែធ្នូឆ្នាំ2025ដើម្បីស្វែងរកវិធីឲ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃដើម្បីធ្វើយ៉ាងណាឲ្យភាគីទាំងពីរវិលត្រឡប់ទៅរកការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពូវិញសម្ដេចធិបតីបានថ្លែងអំណរគុណដល់មេដឹកនាំប្រទេសទាំងពីរគឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់សម្ដៅសម្រេចឲ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃសម្ដេចធិបតីបានបន្ថែមថាកម្ពុជាតែងតែប្រកាន់ខ្ជាប់នៅជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពូបន្ថែមលើនេះសម្ដេចបានបញ្ជាក់ទៀតថាចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី7ខែធ្នូឆ្នាំ2025ដែលបានបណ្ដាលឲ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរសម្ដេចបានលើកយោបល់ថាកងទ័ពឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីអាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេដូចជារូបភាពផ្កាយរណបដែលបានថតកំឡុងពេលនោះនិងក្រោយពេលនោះរយៈពេល24ម៉ោងដើម្បីផ្ទៀងផ្ទាត់ថាតើភាគីណាបាញ់មុនវិធីសាស្ត្រនេះអាចជាវិធីសាស្ត្រងាយស្រួលនិងមានតម្លាភាពបំផុតក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះហើយកម្ពុជាត្រៀមខ្លួនសហការជានិច្ចក្នុងករណីមានតម្រូវការណាមួយអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូបន្ទាប់